ពួកមនុស្សកំសាឆាប់បើកទ្វារក្រុងចេញមកប្រយុទ្ធមកក្រុងហ្វានឆាំងដែលកងទ័ពឆាវឈរជើងជាក្រុងបុរាណជាង500ឆ្នាំទៅហើយខ្ញុំធ្លាប់ឡើងទីនោះមើលទេសភាពហើយឃើញនៅជ្រុងខាងលិចជញ្ជាំងក្រុងមានដើមលីងជឺមួយបន្ទះប៉ិនផ្លិតរបស់យើងខ្មៅចេញពណ៌ក្រហមមានតម្លៃមែនទែនល្អណាស់មានសង្គ្រាមរាល់ឆ្នាំមិនដឹងថាលីងជឺនោះខ្ទេចឬក៏អត់ទេត្រូវហើយបើសិនជានៅយើងយកមកឆុងតែផឹកនោះគឺលោកទីប្រឹក្សាផឹកតែឆ្អែតហើយឬនៅពេលខ្លាយត្រង់ហើយពិធីបំបីសត្រូវនឹកឃើញហើយឬនៅដឹងអត់ក្បួនរបស់ឆាវយិនឈ្មោះសោមាសទ្វារ8សម្រាប់រស់របួសចម្លងទេសភាពស្លាប់បំភ័យនិងបើក8ទ្វារនេះគឺជាក្បួនបុរាណដែលស៊ុនពីងជាអ្នកបង្កើតឆ្លងកាត់អ្នកប្រាយុទ្ធសាស្ត្រជាច្រើនកែប្រែមានការប្រែប្រួលហើយឆាកលោកមេតបនៅកណ្ដាលឈ្មោះថាភ្នែកនាងគឺបង្កើតនៅពេលក្រោយទីប៉ុន្តែឆាវយិនគ្រាន់តែរៀនចេះពីទ្រង់ទ្រាយក្បួននិងរបៀបរៀបក្បួនមិនទាន់ចេះលម្អិតទេប៉ុន្តែយើងត្រូវការមេតបខ្លាំងម្នាក់នាំទ័ពឆ្នាំ500នាក់ទៅវាយចូលតាមទ្វាររស់នៅបូព៌ាវាយចេញវិញតាមទ្វារទេសភាពភាគខាងលិចក្បួននេះនឹងត្រូវបបែកខ្ញុំទៅជើឡងឮថាលោកមានសេចក្តីក្លាហានលំពេងជិត3ម៉ែត្រវាចេញចូលក្នុងកងទ័ពដូចជាដើរគួយគុណផ្កាបើខ្ញុំរំខានលោកតើយ៉ាងម៉េចដែរទទួលមិនជាស៊ីស៊ូលោកមានចេតនាបញ្ឈឺចៅអ៊ីទ័រខ្ញុំមិនហ៊ានទេចាំក្រោយពេលមេតបចៅបបាយក្បួនហើយមេតបចាងនិងមេតបគួនអាចធ្វើការវាយប្រហារយ៉ាងធំជាមួយនឹងលោកម្ចាស់បានសេនាបានយកឯកសណ្ឋានកងទ័ពយកមកខ្ញុំទទួលបញ្ជាបងប្អូនទាំងគ្នាទៅត្រូវមកប្រយុទ្ធហើយប្រែក្បួនទប់ទល់បំបីក្បួន
ល់សត្រូវទប់ទល់សត្រូវកុំច្បងច្បល់ទប់ទល់ឲ្យជាប់ទប់ទល់ឲ្យជាប់កុំច្បងច្បល់ច្បងច្បល់ឲ្យសោះទប់ទល់សត្រូវទប់ទល់ឲ្យជាប់បងប្អូនយើងទប់ទល់សត្រូវឲ្យជាប់ទប់ទល់ឲ្យជាប់លោកវិទប់របស់លោកយ៉ាងម៉េចទៅហើយមិនអីទេលេទៀនឯងនិយាយត្រូវលើកនេះខ្ញុំមើលងាយសត្រូវហើយស្មានមកដល់ថាលីប៉ៃត្រជាទូទាំងប្រទេស 2,500 មួយកំប៉ុងក៏ឈ្នះ100លានអាប៊ីបៀស្រស់ដំបងគេទំនាក់ទំនងផ្ដាច់មុខ012 9850 50